ម៉ាក់យាយខ្ញុំអង្គុយចាំពិសាបបរគ្រឿងពោះជ្រូកស្នាដៃចៅឧស្សាហ៍ធ្វើឲ្យពិសាហ្នឹងទាល់តែសម្រានលក់បាត់ដោយសារតែចៅឧស្សាហ៍ធ្វើបបរគ្រឿងយូរពេកលោកយាយរបស់ខ្ញុំក៏ចូលចិត្តពិសាបបរគ្រឿងពោះជ្រូកខ្លាំងណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាចឹងហើយថ្ងៃនេះម៉ែគុនបិទធ្វើបបរគ្រឿងពោះជ្រូកហ្នឹងជូនលោកយាយពិសាម្ដងមើលយើងដាក់បបរជាមួយនឹងផ្សិតអំបោះនិយាយពីថាផ្សិតអំបោះថ្លៃអូយថ្លៃអ្នកទាំងអស់គ្នា1គីឡូ8,000គិតរកដាំផ្សិតអំបោះលក់មើលគ្រាន់តែបានលុយទិញទឹកដោះគោឲ្យគុនបិទមើលតែទឹកស៊ុបរបស់យើងចាប់ដើមពោះយើងដាក់ជាមួយនឹងគ្រឿងក្នុងរបស់យើងចូលមានពោះហ៊ុនមានពោះខ្ចីមានពោះទូចមានពោះធំមានថ្លើមមានសួតមានបេះដូងនិយាយពីថាម៉ែរបស់ខ្ញុំទិញមកសឹងតែគ្រប់មុខមកគ្រឿងក្នុងឥឡូវយើងរមាស់ទឹកស៊ុបទុកចោលនឹងសិនហើយយើងមកឆាអង្ករពេញម្ដងហើយឆាអង្ករយើងហាន់ចេប៉ោហាន់ផ្សិតហាន់អីដាក់ឆាជាមួយនឹងអង្ករយើងហ្នឹងដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ខ្ទឹមសរំលីងឲ្យឡើងឈ្ងុយសិនមកចាំយើងដាក់ជាមួយនឹងបកាក្រៀមមឹកក្រៀមឆាឡើងឈ្ងុយហើយចាំយើងដាក់ជាមួយនឹងចេប៉ោរបស់យើងចូលយើងបបរគ្រឿងយើងឆាអង្ករឆាគ្រឿងបែបហ្នឹងបានយកទៅបបរគ្រឿងទៅវាមានរសជាតិឆ្ងាញ់ហើយបបរជាមួយនឹងអង្ករផ្កាម្លិះនេះអ្នកនរអង្ករផ្កាម្លិះអង្ករស្រូវថ្មីយើងហ្នឹងនិយាយវាថាក្លិនវិញឡើងក្រអូបតែម្ដងពុកម៉ែបងប្អូនអ្នកគ្នាអង្ករថ្មីយកមកបបរគ្រឿងអញ្ចឹងឆ្ងាញ់ណាយើងឆាអង្ករបានរៀងឈ្ងុយបន្តិចហើយយើងដាក់ជាមួយស្ករប៊ីចេងម្សៅស៊ុបខ្នុរទឹកត្រីដាក់ជាមួយនឹងទឹកប្រេងខ្យងបើមានទឹកប្រេងខ្យងដាក់ទឹកប្រេងខ្យងបន្តិចផងអ្នកនរគ្នាដើម្បីអង្កររបស់យើងយករដាក់បបរទៅវាមានជាតិស្រាប់តែម្ដងមកឥឡូវមកមើលសាច់របស់យើងគឺចាប់ដើមឆ្អិនហើយអ្នកនរគ្នាយើងស្រង់ចេញមកមានសាច់ជ្រូកដែរតែខ្ញុំភ្លេចមើលមានសាច់ជ្រូកស្មើតែមានតែគ្រឿងក្នុងនេះឥឡូវឆ្អិនរួចរាល់ហើយយើងស្រង់គ្រឿងក្នុងចេញរួចរាល់ហើយគឺយើងដួសអង្ករដែលយើងបានឆាមិញហ្នឹងយកមកដាក់ចូលតែម្ដងយើងដាក់អង្ករស្រោតថ្មីចូលរួចរាល់ហើយគឺយើងដាក់ជាមួយនឹងផ្សិតអំបោះរបស់យើងចូលតែម្ដងហើយនិយាយថាពីថ្ងៃនេះត្រជាក់អូត្រជាក់អ្នកទាំងអស់គ្នាពីថ្ងៃនេះត្រជាក់ខ្លាំងមែនតើណានេះមើលយាយនាំចៅលេងមកមិននាំចៅលេងទេគឺម៉ែកូនបឺតធ្វើបបរគ្រឿងហូបបាត់កើតទេហើយយទួតរបស់ខ្ញុំអង្គុយសុកស្រាប់តែបាត់យទួតតាណាមើលដាក់រឿងចងសម្រានបាត់អ្នកទាំងគ្នាកសែងមើលរុំជុំខ្លួនតែម្ដងដោយសារមេឃពីថ្ងៃនេះគឺវាត្រជាក់ខ្លាំងមែនតើហ្មងនិយាយពីចុងផៅធ្វើបបរគ្រឿងវិញកំពុងតែបញ្ញាប់ដៃបញ្ញាប់ជើងហើយព្រោះថាម៉ោង2 10ជាងនៅអត់ទាន់បានបបរគ្រឿងជូនលោកយាយវិសាទៀតលោកយាយសម្រានលក់បាត់ហើយម៉ែកូនបឺតខ្ញុំប្រកែណាអ្នកទាំងអស់គ្នាបបរគ្រឿងឡើងមួយឆ្នាំគាត់ធ្វើតែម្នាក់ឯងទេអត់មានអ្នកណាជួយទេបើខ្ញុំវិញគឺបានកាន់តែទូរស័ព្ទថតនឹងឯងជួយឲ្យអត់កើតទេឥឡូវម៉ែកូនបឺតចាប់ដើមហាន់សាច់ហាន់គ្រឿងក្នុងអានេះមានសិតតែគ្រឿងក្នុងសឹងតែគ្រប់មុខតែម្ដងអ្នកទាំងគ្នារសារលោកយាយទួតរបស់ខ្ញុំគាត់ចូលចិត្តវិសាគ្រឿងក្នុងខ្លាំងមែនតើអញ្ចឹងហើយម៉ែក៏ទិញតែគ្រឿងក្នុងមកឲ្យច្រើនណាស់ធ្វើឲ្យលោកយាយវិសាម្ដងមើលហើយនេះម៉ែរបស់ខ្ញុំដើររកស្លឹកចេកទុកមកវិញនំគមទៀតហើយគេកំងនំគមឡើង2-300អាកាសធាតុយើងត្រជាក់បែបនេះបានបបរគ្រឿងហត់ក្តៅនិយាយពីថាហូបទៅមានកម្លាំងហើយឆ្ងាញ់ណាស់អ្នកទាំងអស់គ្នាបើមិនជឿទេបងឲ្យសាកធ្វើបានដោយសារ2-3ថ្ងៃនេះគឺត្រជាក់ខ្លាំងមែនតើអ្នកទាំងអស់គ្នាមានមួយទឹកអត់នេះអ្នកមើលវីដេអូរបស់ខ្ញុំនឹងមានមួយទឹកនៅព្រឹកព្រលឹមឡើងហ្នឹងហើយបើសម្រាប់ខ្ញុំអ្នកបញ្ចូលសម្លេងនេះអត់បានមួយទេព្រឹកព្រលឹមឡើងដល់តែថ្មីលុបទៅមុខគឺរួចរាល់ចាំស្របពេលល្ងាចមកឡៅបងហូបបបរគ្រឿងពោះជ្រូកជុំគ្នាកុំខ្វល់រឿងងូតទឹកនឹងពេកខែត្រជាក់ចេះ2ថ្ងៃចាំស្របម្ដងក៏បានដែរ2ថ្ងៃម្ដងចប់ហ្មងអ្នកនរគ្នាប្រពន្ធលេងឲ្យដេកចិត្តហ្មងមកនេះឃើញនេះយើងដាក់គ្រឿងក្នុងឲ្យលោកយាយពិសានឹងរៀងច្រើនបន្តិចមកលោកយាយកំពុងតែសម្រានលក់ម៉ែកូនបឺតដាស់លោកយាយមកពិសាបបរគ្រឿងអ្នកនរគ្នាឥឡូវឲ្យលោកយាយក៏ដាក់គ្រឿងខ្លួនឯងព្រោះថាធានដាក់គ្រឿងច្រើនទេដាក់តែស្លឹកជីច្របាច់ក្រូចបន្តិចដាក់ស្ករសបន្តិចដាក់ជាមួយនឹងខ្ទឹមពងបន្តិចដាក់បន្តិចមកដើម្បីបបរគ្រឿងរបស់យើងនឹងវាមានរសជាតិមើលតាលោកយាយរបស់យើងគាត់ចូលចិត្តហូបអីម៉ែឪរបស់យើងចូលចិត្តហូបអីអាសាធ្វើឲ្យពួកគាត់ហូបឲ្យបានយកញាប់ទៅតាន់ពួកគាត់នឹងហូបបានអ្នកទាំងអស់គ្នាគាត់មានទៅចំណាយអីច្រើនទេតែ2-3ម៉ឺនធ្វើបបរគ្រឿងហូបបានឡើងមួយឆ្នាំពុកម៉ែបងប្អូនទាំងអស់គ្នាចឹងហើយនេះអង្គុយហូបជុំគ្នាអង្គុយហូបជុំម៉ែជុំបងជុំប្អូនជុំពុកជុំម៉ែជុំតាជុំយាយអញ្ចឹងនិយាយពីថារឹតតែឆ្ងាញ់ទ្វេដងនិយាយតាមត្រង់ពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលដែលខ្ញុំបញ្ចូលសម្លេងមើលរូបភាពនឹងហើយគឺមានក្តីសុខខ្លាំងមែនតើតែពេលខ្ញុំកាន់ទូរស័ព្ទថតរៀងធម្មតាមានអារម្មណ៍អីទេតែដល់ពេលដែលខ្ញុំយកវីដេអូយកមកបញ្ចូលសម្លេងកាត់តបញ្ចូលសម្លេងមានអារម្មណ៍ថាមានក្តីសុខខ្លាំងមែនតើឃើញមានលោកយាយឃើញមានពុកមានម៉ែមានបងមានប្អូនមានកូនប្រសានៅជាមួយគ្នាមានក្តីសុខអញ្ចឹងនិយាយរួមទៅគឺរំភើបហើយមានអារម្មណ៍ថាមានក្តីសុខខ្លាំងមែនតើសម្រាប់ខ្ញុំនៅពេលដែលគ្រួសារមួយរស់នៅចុះសម្រងគ្នាទាំងម៉ែក្មេកទាំងកូនប្រសាទាំងឪក្មេកទាំងកូនប្រសាអញ្ចឹងយើងជាប្តីនេះគឺមានអារម្មណ៍ថាកក់ក្ដៅខ្លាំងមែនតើអ្នកគ្នានិយាយមែនគឺនិយាយតាមត្រង់តែម្ដងសូម្បីតាលោកយាយទួតរបស់ខ្ញុំក៏ស្រឡាញ់ចៅភាសាខ្លាំងដែរមិនថាម៉ែក្មេកឪក្មេកយាយទួតរបស់ខ្ញុំក៏ស្រឡាញ់ខ្លាំងដែរណាអ្នកទាំងអស់គ្នាឃើញម៉ែកូនបឺតធ្វើមួយថ្ងៃអត់ឈប់មិនថាឲ្យម៉ែកូនបឺតទេណាមកថាឲ្យខ្ញុំនេះថាខ្ញុំនឹងប្រើម៉ែកូនបឺតមួយថ្ងៃប្រើអត់ឈប់តែម្ដងដល់ពេល
ចឹងទៅខ្ញុំរកពាក្យតបជាមួយនឹងយាយខ្ញុំអត់ឃើញចុងក្រោយក៏អរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់ក្រុមគ្រួសាររបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរបងៗអ្នកគ្នាមានតែសំណាង